នៅក្នុងឆ្នាំ2012បុរាណវិទូជនជាតិអូស្ត្រាលីកាណាដាម្នាក់ដែលមានឈ្មោះថា Damien Evans បានប្រើប្រាស់ឧទ្ធម្ភាគចក្របំពាក់ជាមួយនឹងបច្ចេកវិទ្យា LiDAR ក្នុងការស្កេនទៅលើទំហំផ្ទៃដីទំហំ370គីឡូម៉ែត្រការ៉េនៅក្នុងតំបន់អង្គរភ្នំគូលែននិងតំបន់ប្រាសាទកោះកេរដើម្បីបកស្រាយអាថ៌កំបាំងរឿងរ៉ាវក្នុងប្រវត្តិសាស្ត្រខ្មែរនៅក្នុងតំបន់អង្គរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា LiDAR គេបានបង្ហាញឃើញអំពីបណ្ដាញផ្លូវរាងជាក្រឡាចក្រង្គដែលបានរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់បានលាតសន្ធឹងចេញទៅក្រៅកំពែងយ៉ាងឆ្ងាយវាបញ្ជាក់ថាអង្គរគឺជាទីក្រុងចំហគ្មានជញ្ជាំងក្រុងហើយប្រជាជនជាច្រើនក្បែរជាង1លាននាក់រស់នៅពាសពេញផ្ទៃដីជុំវិញប្រាសាទមិនត្រឹមតែរស់នៅតែក្នុងកំពែងនោះទេក្នុងទំហំផ្ទៃដី35គីឡូម៉ែត្រការ៉េជាទីប្រជុំជនធំលាតសន្ធឹងរហូតដល់1000គីឡូម៉ែត្រការ៉េនៅភាគខាងត្បូងនៃប្រាសាទអង្គរវត្តយើងឃើញមានរាងចតុកោណកែងបែបគូខ្យងដែលអ្នកស្រាវជ្រាវកំពុងតែវែងញែកគ្នាយ៉ាងខ្លាំងថាមិនដឹងជាអ្វីឲ្យប្រកបចំណែកឯភ្នំគូលែនវិញតាមរយៈបច្ចេកវិទ្យានេះគេបានរកឃើញរាជធានីដំបូងរបស់ចក្រភពអង្គរនៅក្នុងសតវត្សទី8និងសតវត្សទី9ដែលបានបាត់បង់ហើយមានឈ្មោះថាមហិន្ទរវបតៈជាប្រភេទទីក្រុងដែលមានលក្ខណៈបើកចំហពុំមានជញ្ជាំងក្រុងទំហំប្រមាណជា40ទៅ50គីឡូម៉ែត្រការ៉េគេបានប្រើប្រាស់បច្ចេកវិទ្យា LiDAR ក្នុងការស្កេនតំបន់ភ្នំគូលែនរហូតដល់2ដងគឺនៅក្នុងឆ្នាំ2012និងឆ្នាំ2015បានបង្ហាញឲ្យឃើញនៅគ្រឹះប្រាសាទថ្មីៗលើសពី30កន្លែងរួមជាមួយនឹងផ្លូវថ្នល់ទំនប់ទឹកនិងស្រះទឹកជាច្រើនដែលកប់នៅក្នុងព្រៃប្រាសាទកោះកេរពីមុនគេគិតថាគឺជារាជធានីបណ្ដោះអាសន្នដែលមានមនុស្សរស់នៅតិចតួចប៉ុន្តែ LiDAR បានបង្ហាញទំហំទីក្រុងលាតសន្ធឹងប្រមាណជា35គីឡូម៉ែត្ររកឃើញគ្រឹះប្រាសាទនិងស្រះបុរាណជាច្រើនដែលកប់នៅក្នុងព្រៃក្នុងនោះក៏បានបង្ហាញពីទំនប់ទឹកយ៉ាងធំដែលមានប្រវែង1.2គីឡូម៉ែត្រនិងប្រព័ន្ធធារាសាស្ត្រយ៉ាងស្មុគស្មាញស្រដៀងទៅនឹងទីក្រុងអង្គរដែរលើសពីនេះគេក៏បានកំណត់ឃើញខ្សែផ្លូវបុរាណដែលតភ្ជាប់ពីកោះកេរទៅកាន់អង្គររួមទាំងគេរកឃើញទួលបុរាណជាច្រើនដែលធ្លាប់ជាកន្លែងដែលមានប្រជាជនរស់នៅរាប់សិបម៉ឺននាក់សរុបសេចក្តីមកទោះបីជាមានការស្រាវជ្រាវដ៏ស៊ីជម្រៅនិងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដូចជា LiDAR យ៉ាងណាក៏ដោយក៏យើងនៅតែមិនទាន់ស្វែងយល់ពីសាច់រឿងទាំងមូលនៃអាណាចក្រខ្មែរបានពេញលេញនៅឡើយប្រវត្តិសាស្ត្រខ្មែរគឺប្រៀបបានទៅនឹងសៀវភៅដ៏ក្រាស់មួយដែលយើងទើបតែបានបើកអានប្រមាណទំព័រតែប៉ុណ្ណោះចុះសម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះភាពអស្ចារ្យដែលគេបានស្រាវជ្រាវរកឃើញនេះ